Tiết tân nâng đồng bọn trong đàn hay có công phong tại miền sắc đàn đồng pol trongประเทศកម្ពុជាយើងនោះដែលព្រំដែននៅពេលបច្ចុប្បន្ននេះជាព្រំដែនដែលមានសន្តិភាពដែលមានការពិវត្តហើយជាតំបន់ដែលមានសេដ្ឋកិច្ចទីផ្សារផងដែរជាមួយគ្នានេះយើងឃើញថាក៏មានការចាប់អារម្មណ៍អំពីអ្នកវិនិយោគជាតិនិងអន្តរជាតិហើយសម្រាប់អន្តរជាតិនេះមានការចាប់អារម្មណ៍អំពីក្រមធុរកិច្ចបាទដែលមកពីខាងប្រទេសចិនដែលមកពីខេត្តហ្វាំងជើបាទដែលប្រទេសចិនហ្នឹងគឺបានមកសម្បីធ្វើការសិក្សាស្វែងយល់នៅឯខេត្តបន្ទាយមានជ័យផងដែរដែលតេតិនទៅនឹងអ្វីដែលជាការរីកចម្រើននៅឯខេត្តបន្ទាយមានជ័យក្នុងនោះបើតាមការបញ្ជាក់ពីអ្នកសារព័ត៌មានយើងបានដឹងផងដែរថាដោយសារតែជាសក្តានុពលក៏ដូចជាការបើកឱកាសវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាយើងចំពោះអ្នកវិនិយោគជាតិនិងអន្តរជាតិគ្រប់មកពីទូទីទាំងអស់នោះគឺថាក៏បានផ្ដល់ឲ្យមានការចាប់អារម្មណ៍ទៅដល់ខាងភាគីចិនដែលជាក្រុមហ៊ុនធំចំនួន15ក្រុមហ៊ុនសហគ្រាសរោងចក្រឯនោះបាទដែលបានចាប់អារម្មណ៍ហើយមកស្វែងយល់អំពីនៃការចាប់ឱកាសវិនិយោគនៅខេត្តបន្ទាយមានជ័យដែលជាតំបន់ច្រកអន្តរជាតិមួយយ៉ាងសំខាន់ផងដែរនៅក្នុងនោះក៏មានការបញ្ជាក់ផងដែរថាខេត្តបន្ទាយមានជ័យក៏មាននៅសំណង់និងអចលនទ្រព្យយ៉ាងច្រើននៅពេលបច្ចុប្បន្ននេះមានការរីកចម្រើនផងដែរដូច្នេះជាផ្នែកមួយដែលធ្វើឲ្យមានការចាប់អារម្មណ៍អំពីខាងក្រុមហ៊ុនចិនចំនួន15ក្រុមហ៊ុនឯនោះបាទចា៎